ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសុថាវីជានាយកគ្រប់គ្រងផ្នែកសេវាកម្មរបស់ក្រុមហ៊ុន BAS Accounting and Tax Services Ltd ថ្ងៃនេះផងដែរនាងខ្ញុំនឹងមកចែករំលែកនៅប្រធានបទថ្មីមួយទៀតដែលប្រធានបទនោះយើងនិយាយអំពីថាតើត្រូវត្រៀមអ្វីខ្លះមុននឹងដំឡើងរបាយការណ៍រ៉ាយវត្ថុដាក់បញ្ជូនទៅនាយកកគណនេយ្យនិងសវនកម្មអញ្ចឹងតើបងដែលជាគណនេយ្យករត្រូវត្រៀមអ្វីខ្លះមុននឹងដាក់បញ្ជូនរបាយការណ៍រ៉ាយវត្ថុទៅនាយកកគណនេយ្យនិងសវនកម្មនឹងអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នានៅដំណាក់កាលនិងឯកសារដែលគណនេយ្យករត្រូវត្រៀមដើម្បីអាចរៀបចំរបាយការណ៍រ៉ាយវត្ថុដាក់បញ្ជូនទៅនាយកកបានត្រឹមត្រូវនិងទាន់ពេលវេលាផងដែរអញ្ចឹងចំណុចទី1ដែលអ្នកទាំងអស់គ្នាត្រូវពិនិត្យនោះគឺត្រួតពិនិត្យតម្រូវការសវនកម្មមិនមែនក្រុមហ៊ុនទាំងអស់ត្រូវតែដាក់របាយការណ៍រ៉ាយវត្ថុឲ្យរងសវនកម្មឯករាជ្យឬក៏មានតម្រូវការត្រូវតែដាក់របាយការណ៍ឲ្យរងសវនកម្មឯករាជ្យទាំងអស់នោះទេប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលស្ថិតនៅក្រោមលក្ខខណ្ឌតម្រូវតាមច្បាប់គឺត្រូវតែមានរបាយការណ៍រ៉ាយវត្ថុដែលបានធ្វើសវនកម្មរួចដូច្នេះមុននឹងដាក់បញ្ជូនរបាយការណ៍រ៉ាយវត្ថុទៅបងទាំងអស់គ្នាត្រូវពិនិត្យថាតើក្រុមហ៊ុនរបស់បងទាំងអស់គ្នានឹងជាប្រភេទក្រុមហ៊ុនដែលរងសវនកម្មឬក៏មិនរងសវនកម្មពីព្រោះតាក់ទងជាមួយចំណុចកន្លែងនេះវាសំខាន់សម្រាប់ការរៀបចំរបាយការណ៍រ៉ាយវត្ថុរបស់យើងអញ្ចឹងប្រសិនបើក្រុមហ៊ុនជាប្រភេទដែលមិនរងសវនកម្មទេគណនេយ្យករផ្ទៃក្នុងគាត់អាចរៀបចំរបាយការណ៍រ៉ាយវត្ថុដោយខ្លួនឯងបានប្រសិនបើគាត់យល់ច្បាស់អំពីរបៀបនៃការរៀបចំទៅតាមស្តង់ដារគណនេយ្យជាតិរបស់យើងនឹងដែលយើងហៅថា CISRS ឬក៏ CISRS for SME ដែលតម្រូវដោយនាយកតែប្រសិនបើក្រុមហ៊ុនគិតថាគណនេយ្យករផ្ទៃក្នុងគាត់មិនអាចធ្វើដោយខ្លួនឯងបានទេក្រុមហ៊ុនគាត់អាចរកសេវាភ្នាក់ងារដែលប្រកបវិជ្ជាជីវៈហ្នឹងដែលទទួលបានអាជ្ញាប័ណ្ណដោយនាយកត្រឹមត្រូវហ្នឹងដើម្បីរៀបចំរបាយការណ៍ឲ្យក្រុមហ៊ុនបងទាំងអស់គ្នាបានហើយចំណុចកន្លែងនេះផងដែរខ្ញុំមានជាយោបល់បន្ថែមថាប្រសិនបើជាការល្អនោះក្រុមហ៊ុនគួរតែជ្រើសរើសក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបងតែម្ដងទៅដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំតាមស្តង់ដារគណនេយ្យជាតិរបស់យើងហ្នឹងហើយមួយទៀតគឺដើម្បីជៀសវាងការរៀបចំរបាយការណ៍ហ្នឹងមិនត្រឹមត្រូវឬក៏បញ្ចូលទិន្នន័យហ្នឹងមិនពិតដែលអាចនាំឲ្យមានការផាកពិន័យឬក៏ទោសទណ្ឌផ្សេងនៅពេលក្រោយផងដែរហើយចំណុចមួយទៀតនោះប្រសិនបើក្រុមហ៊ុនបងជាប្រភេទក្រុមហ៊ុនដែលរងសវនកម្មអញ្ចឹងបងប្រកាសណាត្រូវតែរកក្រុមហ៊ុនសវនកម្មដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវដើម្បីធ្វើសវនកម្មលើរបាយការណ៍រ៉ាយវត្ថុរបស់ក្រុមហ៊ុនបងផងដែរអញ្ចឹងហើយបន្ទាប់ពីក្រុមហ៊ុនសវនករគាត់បញ្ចប់ការងារសវនកម្មរបស់គាត់រួចរាល់គាត់នឹងចេញជា audit report និង management letter ប្រសិនបើ auditor គាត់រកឃើញថាក្រុមហ៊ុននៅមានចំណុចខ្វះខាតដែលត្រូវកែលម្អបន្ថែមអញ្ចឹងនៅពេលដែលយើងដឹងថាក្រុមហ៊ុនរបស់យើងហ្នឹងត្រូវរងឬក៏មិនរងសវនកម្មហើយគណនេយ្យករគាត់អាចចាប់ផ្ដើមរៀបចំឯកសារបានហើយនិយាយរួមទៅសម្រាប់ឯកសារមូលដ្ឋានដែលគណនេយ្យករគាត់ត្រូវការមិនថាក្រុមហ៊ុនគាត់រងឬក៏មិនរងសវនកម្មនោះទេឯកសារមូលដ្ឋានគឺត្រូវការដូចគ្នាគ្រាន់តែថាប្រភេទនៃរបាយការណ៍ដែលយើងត្រូវដាក់បញ្ជូនទៅហ្នឹងវាមានលក្ខណៈខុសគ្នាបន្តិចបើសិនបើក្រុមហ៊ុនបងជាប្រភេទក្រុមហ៊ុនមិនរងសវនកម្មឯកសាររបាយការណ៍ដែលយើងបញ្ជូនទៅហ្នឹងវាជាប្រភេទ unaudited financial statement ហើយនឹងមួយទៀតបើសិនបើក្រុមហ៊ុនបងជាក្រុមហ៊ុនដែលត្រូវរងសវនកម្មរបាយការណ៍រ៉ាយវត្ថុដែលយើងបញ្ជូនទៅត្រូវតែជា audited financial statement វាខុសគ្នាតែប៉ុណ្្នឹងឯងអញ្ចឹងការរៀបចំរបាយការណ៍រ៉ាយវត្ថុហ្នឹងវាគឺជាការងារដ៏សំខាន់បំផុតមួយសម្រាប់គណនេយ្យករនិងក្រុមហ៊ុនប៉ុន្តែវាមិនមែនត្រឹមតែជាការធ្វើរបាយការណ៍ប៉ុណ្ណោះទេតែយើងត្រូវដាក់បញ្ជូនទៅនាយកគណនេយ្យនិងសវនកម្មដើម្បីអនុលោមទៅតាមបទបញ្ញត្តិនៃច្បាប់គណនេយ្យផងដែរដូច្នេះហើយមុននឹងដាក់បញ្ជូនរបាយការណ៍នេះទៅគណនេយ្យករគាត់ត្រូវត្រៀមឯកសារនិងទិន្នន័យជាច្រើនដើម្បីឲ្យការដាក់បញ្ជូនទៅនឹងប្រព្រឹត្តទៅដោយរលូនត្រឹមត្រូវនិងកាត់បន្ថយកំហុសបានច្រើនទៀតផងហើយចំណុចទី2នោះគឺឯកសារមូលដ្ឋានគណនេយ្យហ្នឹងគឺត្រូវតែរួចរាល់អញ្ចឹងការត្រៀមឯកសារមូលដ្ឋានវាគឺជាជំហានដំបូងសម្រាប់គណនេយ្យករទាំងអស់
ឯកសារទាំងនេះវាជាមូលដ្ឋានសម្រាប់ការរៀបចំរបាយការណ៍រញ្ញវត្ថុដូច្នេះហើយគណនេយ្យករគាត់ត្រូវប្រកាសថាបញ្ជីគណនេយ្យទាំងអស់នោះគឺត្រឹមត្រូវហើយបញ្ចប់រួចរាល់អញ្ចឹងឯកសារទាំងអស់នោះមានដូចជាGeneral Journal General Ledger Trial Balance នឹងឯងដើម្បីប្រកាសថាទិន្នន័យគណនេយ្យទាំងអស់នឹងមានភាពត្រឹមត្រូវគណនេយ្យករក៏ត្រូវការឯកសារមួយចំនួនទៀតដើម្បីផ្ទៀងផ្ទាត់បន្ថែមដូចជាបញ្ជីសាច់ប្រាក់និងសាច់ប្រាក់ក្នុងធនាគារបញ្ជីទ្រព្យសកម្មថេរបញ្ជីស្តុកទំនិញបញ្ជីបំណុលត្រូវទទួលនិងបំណុលត្រូវសងបញ្ជីប្រាក់បៀវត្សនិងពន្ធប្រាក់បៀវត្សផងដែរហើយឯកសារដែលខ្ញុំរៀបរាប់ទាំងអស់ខាងលើហ្នឹងត្រូវតែមានបញ្ជាក់លេខវិក័យប័ត្រចំណងជើងច្បាស់លាស់ហើយនឹងត្រូវគ្នាជាមួយនឹងការកត់ត្រានៅក្នុងប្រព័ន្ធគណនេយ្យអញ្ចឹងបន្ទាប់ពីគណនេយ្យករទទួលបានឯកសារទាំងអស់នេះហើយគាត់ត្រូវត្រួតពិនិត្យបន្ថែមជាមួយនឹង GL របស់យើងនឹងដើម្បីប្រកាសថាទិន្នន័យទាំងអស់គឺវាត្រូវបានទៀងទាត់និងមានភាពត្រឹមត្រូវគ្រប់ប្រភេទគណនេយ្យដែលយើងហៅថាឆាតអស់ account នឹងចូលដល់ចំណុចទី3គឺជាចំណុចរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យកម្ពុជាអញ្ចឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុហ្នឹងត្រូវអនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជាដែលយើងហៅថា CISRS ឬក៏ CISRS for SME ហ្នឹងហើយរបាយការណ៍ទាំងអស់នោះមានដូចជា Statement of Financial Position ដែលយើងហៅថា balance sheet ហ្នឹងហើយមួយទៀត Statement of Comprehensive Income ដែលយើងហៅថា Income Statement ហ្នឹងហើយទី3 Statement of Change in Equity ទី4 Statement of Cash Flow និងចំណុចចុងក្រោយគេនោះគឺ Note to Financial Statement អញ្ចឹងរបាយការណ៍ទាំងអស់នេះត្រូវតែប្រកាសថាមានហត្ថលេខានិងត្រាក្រុមហ៊ុនជាផ្លូវការពីគណនេយ្យករដែលទទួលខុសត្រូវនិងអ្នកគ្រប់គ្រងក្រុមហ៊ុនមុននឹងដាក់បញ្ជូនទៅនាយកកគណនេយ្យនិងសវនកម្មអញ្ចឹងបន្ទាប់ពីយើងរៀបចំរបាយការណ៍ហិរញ្ញវត្ថុហើយចំណុចទី4គឺត្រូវត្រួតពិនិត្យភាពស្របច្បាប់នៃទិន្នន័យហិរញ្ញវត្ថុអញ្ចឹងនៅក្នុងភាពស្របច្បាប់នៃទិន្នន័យហិរញ្ញវត្ថុនោះគឺយើងពិនិត្យទៅលើអីគេខ្លះមានន័យថាទី1ទិន្នន័យគណនេយ្យដែលយកមកប្រើប្រាស់ដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុហ្នឹងត្រូវស្របទៅតាមច្បាប់គណនេយ្យនិងសវនកម្មទី2ត្រូវប្រកាសថាគណនេយ្យករគាត់បានអនុវត្តតាមបច្ចេកទេសគណនេយ្យបានត្រឹមត្រូវទី3ប្រសិនបើក្រុមហ៊ុនជាប្រភេទក្រុមហ៊ុនដែលរងសវនកម្មគឺចាំបាច់ត្រូវតែមាន audited financial statement ហ្នឹងគឺជាផ្លូវការនេះគឺជាចំណុចដែលត្រួតពិនិត្យភាពស្របច្បាប់នៃទិន្នន័យហិរញ្ញវត្ថុចូលដល់ចំណុចទី5យើងនិយាយអំពីឯកសារសម្រាប់ភ្ជាប់នៅក្នុងការដាក់បញ្ជូនរបាយការណ៍ហ្នឹងអញ្ចឹងនៅពេលដែលយើងដាក់ស្នើតាមប្រព័ន្ធអេឡិចត្រូនិកដែលយើងហៅថា e-filing របស់នាយកកហ្នឹងឯកសារដែលយើងភ្ជាប់ទៅមានដូចជាទី1គឺរបាយការណ៍ហិរញ្ញវត្ថុហ្នឹងអញ្ចឹងរបាយការណ៍ហិរញ្ញវត្ថុហ្នឹងមានដូចជា Statement of Financial Position Statement of Comprehensive Income Statement of Change in Equity Statement of Cash Flow និង Note to Financial Statement ហ្នឹងហើយចំណុចសំខាន់មួយទៀតឯកសារដែលសំខាន់មួយទៀតដែរនោះគឺយើងហៅថា Management Responsibility Statement ដែលភាសាខ្មែរយើងនិយាយថាសេចក្តីប្រកាសដោយក្រុមអ្នកគ្រប់គ្រងដែលបញ្ជាក់ថារបាយការណ៍ត្រឹមត្រូវអញ្ចឹងឯកសារមួយហ្នឹងគឺត្រូវតែភ្ជាប់ទៅដែរប៉ុន្តែគឺភ្ជាប់សម្រាប់តែក្រុមហ៊ុនដែលមិនរងសវនកម្មទេសម្រាប់ក្រុមហ៊ុនដែលរងសវនកម្មគឺយើងអត់មានរបាយការណ៍មួយហ្នឹងទេអញ្ចឹងចំណុចមួយទៀតសម្រាប់ក្រុមហ៊ុនដែលគាត់រងសវនកម្មគាត់ត្រូវមាន Independent Auditor Report Audited Financial Statement Management Letter និងមួយទៀតនោះគឺ Audit Firm License Copy មានន័យថាអាជ្ញាប័ណ្ណសវនកម្មរបស់គាត់ដែលចេញដោយ AK ហ្នឹងត្រូវ copy ភ្ជាប់ជាមួយផងដែរនេះគឺសម្រាប់ក្រុមហ៊ុនដែលរងសវនកម្មបន្ថែមពីលើនេះទៅទៀតគឺយើងមានឯកសារមួយចំនួនទៀតដូចជា MOC Certificate បតង់ VAT Register Letter of Approval ពី Director ហើយនិង Shareholder ហ្នឹងនិងព័ត៌មានអ្នកតំណាងក្រុមហ៊ុនបន្ថែមផងដែរហើយឯកសារដែលខ្ញុំរៀបរាប់ខាងលើនេះអ្នកនរគ្នាត្រូវតែបំលែងជាទម្រង់ PDF ហើយនៅ save វានៅក្នុង file តែមួយបានហើយមុននឹងបញ្ចូលទៅក្នុងប្រព័ន្ធ e-filing របស់នាយកកហ្នឹងហើយមុនពេលដែលអ្នកនរគ្នាដាក់បញ្ជូនទៅ upload ចូលទៅក្នុងប្រព័ន្ធ e-filing ហ្នឹង
អ្នកអរគ្នាត្រូវត្រួតពិនិត្យពីទំហំ file ផងដែរពីព្រោះថានៅក្នុងប្រព័ន្ធ e-filing ហ្នឹងគឺគេកំណត់ទំហំ megabyte ខ្ញុំឧទាហរណ៍ថានៅក្នុង system e-filing គាត់អនុញ្ញាតឲ្យអ្នកអរគ្នា upload ចូលបានត្រឹមតែ15 megabyte ទេប៉ុន្តែប្រសិនបើ file PDF របស់អ្នកទាំងអស់គ្នាហ្នឹង save ទៅអាទំហំ megabyte វាហ្នឹងធំជាង15 megabyte ក៏អ្នកទាំងអស់គ្នាអាច upload វាចូលបានដែរអញ្ចឹងចំណុចកន្លែងហ្នឹងក៏សំខាន់ដែរអញ្ចឹងបន្ទាប់ពីយើងត្រៀមឯកសារសម្រាប់ដាក់បញ្ជូនហើយចូលដល់ចំណុចទី6គឺយើងនិយាយអំពីកាលបរិច្ឆេទនៃការដាក់បញ្ជូនរបាយការណ៍ទៅកាន់នាយកតកគណនេយ្យនិងសវនកម្មហ្នឹងសម្រាប់កាលបរិច្ឆេទនៃការដាក់បញ្ជូនគឺយើងបែងចែកជា3ទី1សម្រាប់ក្រុមហ៊ុនដែលមិនរងសវនកម្មឯករាជ្យសម្រាប់ក្រុមហ៊ុនដែលមិនរងសវនកម្មឯករាជ្យគឺការបរិច្ឆេទគឺមិនឲ្យហួសថ្ងៃទី20ខែមេសានៃឆ្នាំបន្ទាប់ទី2សម្រាប់ក្រុមហ៊ុនដែលរងសវនកម្មឯករាជ្យអញ្ចឹងរបាយការណ៍ត្រូវបញ្ជូនទៅមិនឲ្យហួសថ្ងៃទី20ខែកក្កដានៃឆ្នាំបន្ទាប់ចំណុចទី3សម្រាប់ក្រុមហ៊ុនដែលគាត់បិទបញ្ជីខុសពីថ្ងៃទី31ធ្នូមានន័យថាគាត់ប្រើការីបរិច្ឆេទផ្សេងពីស្តង់ដារអញ្ចឹងនៅក្នុងចំណុចកន្លែងនេះលក្ខខណ្ឌច្បាប់គេដាក់ថាគិតចាប់ពីថ្ងៃបិទបញ្ជីទៅ3ខែ20ថ្ងៃសម្រាប់ក្រុមហ៊ុនដែលមិនរងសវនកម្មហើយបើសម្រាប់ក្រុមហ៊ុនដែលរងសវនកម្មវិញគឺយើងគិត6ខែ20ថ្ងៃចឹងចំណុចកន្លែងនេះខ្ញុំអាចលើកជាឧទាហរណ៍ឲ្យអ្នកនរគ្នាបន្ថែមដើម្បីឲ្យអ្នកនរគ្នាយល់កាន់តែច្បាស់ឧទាហរណ៍ទី1នោះឧទាហរណ៍ថារបាយការណ៍មិនរងសវនកម្មឯករាជ្យសម្រាប់ឆ្នាំ2024អញ្ចឹងអ្នកនរគ្នាត្រូវដាក់បញ្ជូនមិនឲ្យហួសថ្ងៃ20ខែមេសា2025ទេអាហ្នឹងសម្រាប់របាយការណ៍មិនរងសវនកម្មចំណែកសម្រាប់របាយការណ៍ដែលត្រូវរងសវនកម្មឯករាជ្យឆ្នាំ2024អ្នកនរគ្នាត្រូវដាក់មិនឲ្យហួសថ្ងៃទី20ខែកក្កដាឆ្នាំ2025នេះគឺជាការបរិច្ឆេទនៅក្នុងការដាក់បញ្ជូនរបាយការណ៍រ៉ាញ់ថោទៅនាយកតកអញ្ចឹងបន្ទាប់ពីយើងបានរៀបចំឯកសារអស់ហើយចំណុចចុងក្រោយគេចំណុចទី7នោះគឺយើងត្រូវត្រៀមតារាងត្រួតពិនិត្យផ្ទៃក្នុងមុននឹងដាក់បញ្ជូនរបាយការណ៍និងបន្ទាប់ពីដាក់បញ្ជូនរបាយការណ៍រួចគណនេយ្យករគាត់គួរតែមានតារាងក្នុងការត្រួតពិនិត្យផ្ទៃក្នុងដែលយើងហៅថា internal checklist ហ្នឹងដើម្បីធានាបានថាឯកសារគណនេយ្យនិងឯកសារសំខាន់ហ្នឹងមានហត្ថលេខាត្រឹមត្រូវហើយមួយទៀតនោះ audit report គឺមានត្រឹមត្រូវនិងគ្រប់គ្រាន់ហើយចំណុចបន្ទាប់គឺដើម្បីធានាបានថាឯកសារបានបំលែងជាទម្រង់ PDF ត្រឹមត្រូវទៅតាមតម្រូវការ e-filing របស់នាយកតកហ្នឹងហើយមួយទៀតនោះដើម្បីធានាថាបានបញ្ចូលរបាយការណ៍ទៅក្នុងប្រព័ន្ធ e-filing របស់ AK ហើយទទួលបាន email បញ្ជាក់មកវិញហើយចំណុចបន្ទាប់មួយទៀតនោះគឺជាចំណុចសំខាន់ផងដែរនោះនៅពេលដែលអ្នកនរគ្នាបានបញ្ជូនរបាយការណ៍ចូលទៅក្នុង e-filing ហើយអ្នកនរគ្នានឹងទទួលបានបង្កើនវិក័យប័ត្រដើម្បីធ្វើការទូទាត់កម្រៃនៅក្នុងការដាក់តម្កល់របាយការណ៍ហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើការទូទាត់រួចចំហៀនចុងក្រោយគេនោះអ្នកនរគ្នាត្រូវចាំទទួលបង្កាន់ដៃដែលបញ្ជាក់ពីការបង់ប្រាក់ហ្នឹងពីព្រោះថានៅក្នុងប្រព័ន្ធ e-filing បើសិនជាយើងអត់ទាន់ទទួលបានបង្កាន់ដៃពីការបញ្ជាក់ការបង់ប្រាក់ហ្នឹងទេ system វាអត់ load ថាជោគជ័យទេវា load នៅ pending ហើយវា load ថារងចាំបញ្ជាក់ការបង់ប្រាក់ហ្នឹងតើតែអ្នកនរគ្នាទទួលបានបង្កាន់ដៃចុងក្រោយហ្នឹងបាន system វា load ដាក់ថាជោគជ័យអញ្ចឹងចំណុចកន្លែងនេះក៏អ្នកនរគ្នាត្រូវត្រួតពិនិត្យផងដែរអញ្ចឹងសរុបមកវិញការដាក់បញ្ជូនរបាយការណ៍រ៉ាញ់ថោទៅនាយកតកគណនេយ្យហ្នឹងវាមិនមែនជាការងាយទេតែវាត្រូវការរៀបចំប្រកបដោយវិជ្ជាជីវៈការត្រួតពិនិត្យត្រឹមត្រូវនិងការសហការរវាងគណនេយ្យករសវនករនិងអ្នកគ្រប់គ្រងក្រុមហ៊ុនផងដែរហើយគណនេយ្យករដែលរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានត្រឹមត្រូវនិងដាក់បញ្ជូនទាន់ពេលវេលាគឺជាកត្តាសំខាន់មួយដែលបង្ហាញពីភាពមានទំនួលខុសត្រូវសុចរិតភាពនិងវិជ្ជាជីវៈរបស់សហគ្រាសផងដែរហើយវាក៏ជួយបង្កើនទំនុកចិត្តពីភាគីពាក់ព័ន្ធដូចជាអ្នកវិនិយោគអាជ្ញាធរនិងសាធារណជនដោយបង្ហាញថាសហគ្រាស
បានគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយស្តង់ដារនិងភាពថ្លៃថ្នូរទៀតផងអញ្ចឹងសម្រាប់ការចែកម្លែករបស់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណនៅការយកចិត្តទុកដាក់ស្ដាប់របស់អ្នកទាំងអស់គ្នាសម្រាប់ការចែករំលែករបស់ខ្ញុំនៅក្នុងថ្ងៃនេះហើយខ្ញុំក៏សង្ឃឹមថារាល់វីដេអូដែលខ្ញុំចែករំលែកនឹងជួយអ្នកទាំងអស់គ្នាឲ្យទទួលបាននៅឱកាសបទពិសោធន៍ថ្មីដំណោះស្រាយបញ្ហានិងចំណេះដឹងបន្ថែមអំពីគណនេយ្យនិងពន្ធដារផងដែរហើយប្រសិនបើបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏មានបញ្ហាអ្វីតាក់ទងនឹងការងារគណនេយ្យនិងពន្ធដារសូមបងប្អូនទាំងអស់គ្នាទុកមតិយោបល់របស់បងប្អូនទាំងអស់គ្នានៅក្រោមវីដេអូនេះខ្ញុំនឹងលើកយកមកពិភាក្សានិងចែករំលែកបន្ថែមនៅក្នុងវីដេអូក្រោយៗទៀតហើយដើម្បីកុំឲ្យខកខានវីដេអូថ្មីក៏ដូចជាប្រធានបទថ្មីសូមបងប្អូនទាំងអស់គ្នាជួយចុច like share និង subscribe ផងណាចំណេះដឹងតូចៗជារៀងរាល់ថ្ងៃគឺជាគន្លឹះដើម្បីឲ្យការងារនិងអាជីវកម្មរបស់បងប្អូនទាំងអស់គ្នាកាន់តែរឹងមាំអញ្ចឹងខ្ញុំសូមអរគុណនៅការចំណាយពេលវេលាដ៏មានតម្លៃលើប្រធានបទនៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតអរគុណច្រើនជម្រាបលា